បាទសូមលំអរកាយគោរពនឹងជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែរនិយមជួយចុចលេងនៅឆ្នោតយួនក៏ដូចជាតាមដាននៅតម្រូវឆ្នោតយួនប្រចាំថ្ងៃនៅលើ Channel មីលៀបឆ្នោតយួនរបស់ Admin ណាអញ្ចឹងមកជួបគ្នាសារជាថ្មីជាមួយនឹងការឲ្យតម្រូវសម្រាប់ថ្ងៃ30ខែ1 2026បាទអញ្ចឹងសម្រាប់តម្រូវដែល Admin បានដាក់ជូនពុកម៉ែបងប្អូនកាលពីមួយសម័យឃើញថាចូលចំ82និង34តែម្ដងបាទម៉ោង4និងម៉ោង6យើងណាពុកម៉ែបងប្អូនអញ្ចឹងកុំឲ្យខាតពេកយើងចូលទៅផ្ទៀងផ្ទាត់លទ្ធផលម៉ោង4និងម៉ោង6ជាមួយនឹងតម្រូវដែល Admin ដាក់ជូនពុកម៉ែបងប្អូនតែម្ដងបាទចឹងមុននឹងឈានចូលទៅដល់ការផ្ទៀងផ្ទាត់ក៏សូមចាត់ពុកម៉ែបងប្អូនកុំភ្លេចជួយចុច like ក៏ដូចចុចជាវឲ្យ Channel របស់ Admin ម្នាក់មួយផងណាបាទអូខេតោះតម្រូវការពីមួយសម័យដែល Admin បានដាក់ជូនពុកម៉ែបងប្អូនសម្រាប់យកទៅផ្សងសំណាងពីលេខឲ្យ35 38 63 82និង3លេខ8 28និង653គុណសំណលេខអស់ Admin ឲ្យអស់ខ្ទង់30និងខ្ទង់60ណាអូខេតោះយើងចូលទៅផ្ទៀងផ្ទាត់លទ្ធផលម៉ោង4និងម៉ោង6តែម្ដងអូខេតោះសម្រាប់ម៉ោង4ពីលេខប៉ោះ A 87 858និងប៉ោះហូពីលេខ82និង3លេខ149សម្រាប់ប៉ោះ B ពីលេខ94 3លេខ184សម្រាប់ប៉ោះ C ពីលេខ84 3លេខ941និងចុងក្រោយប៉ោះ D ពីលេខ94និង3លេខ418បាទអញ្ចឹងសម្រាប់តម្រុយសម្រាប់នៅម៉ោង4នេះគឺឃើញខ្ទង់8ច្រើនអញ្ចឹងសម្រាប់តម្រូវដែលមានដាក់ជូនពុកម៉ែបងប្អូនក៏មាន8ដែរគឺ82អញ្ចឹងសម្រាប់82របស់យើងគឺបានចូលចំតែម្ដងនៅក្នុងខ្ទង់នៅក្នុងប៉ោះហូណាពុកម៉ែបងប្អូនយើងគឺ82ចំតែម្ដងមិនបាច់គុណត្រឡប់អីទេហើយសម្រាប់3លេខរបស់យើងដែរយើងអត់បានចូលចំទេណាពុកម៉ែបងប្អូនយើងគឺយើងខុសមួយលេខសម្រាប់822គឺចាញ់858វិញអញ្ចឹងសោកស្ដាយមែនតើសម្រាប់តម្រុយ3លេខអញ្ចឹងសម្រាប់ម៉ោង4នេះយើងចូលបានតែមួយខ្ទង់ទេគឺចូលចំ82ណាពុកម៉ែបងប្អូនយើងអញ្ចឹង Admin ក៏សូមអធិស្ឋានទៅដល់ពុកម៉ែបងប្អូនយើងដែលអាចបានចូលច្រើនផងអូខេតោះយើងតទៅម៉ោង6បន្តទៀតបាទសម្រាប់ម៉ោង6របស់យើងពីលេខ81 87 60 32សម្រាប់3លេខគឺ206 200 971សម្រាប់ប៉ោះ B ពីលេខ38 3លេខ814សម្រាប់ប៉ោះ C ណាប៉ោះ C 14និង3លេខ388និងចុងក្រោយប៉ោះ C ពីលេខប៉ោះ D ជាស្រ័យ80 34និង881 Admin និយាយដល់កហ្នឹងយើងដាក់អត់អួនណាពុកម៉ែបងប្អូនយើងជាងឈឺកអូខេតោះយើងទៅមើលនៅតម្រុយចឹងសម្រាប់ប៉ោះ A ចេញ81គឺយើងអត់បានចូលទេ87 60នេះគឺ Admin ឲ្យ63គឺយើងអត់បានចូលទេលេខចំ32ណា32ក៏អត់ដែរ38ប៉ោះ B គឺយើងចូលចំតែម្ដងណាពុកម៉ែបងប្អូនយើង38ចំតែម្ដងនៅម៉ោង6យើងតទៀតគឺ14ក៏អត់ដែរគឺយើងចូលបាន34មួយទៀតនៅប៉ោះ D ណាពុកម៉ែបងប្អូនយើងគឺដែល Admin ឲ្យតម្រូវការពីម្សិលមិញគឺ35ចុះមួយលេខឡើងមួយលេខអញ្ចឹង35ចុះមួយលេខគឺ34គឺយើងចូលបាន4ប៉ោះហើយ5ប៉ោះហើយពុកម៉ែបងប្អូនទាំង60ទៀតណាទាំង60 1 2 3 4អូជាស្រ័យ4ទេគឺយើងចូលបាន4ប៉ោះហើយសម្រាប់2លេខយើងចូលដល់តែ4គ្រាប់តែម្ដងណាពុកម៉ែបងប្អូនមិន4ប៉ោះហើយ4គ្រាប់ណាចូលបាន4គ្រាប់សម្រាប់ម៉ោង6អញ្ចឹងសម្រាប់ម៉ោងសម្រាប់3លេខគឺយើងឆាសមួយលេខ883 888និង881ណា
ជាស្រ័យណាពុកម៉ែបងប្អូនរៀងរ៉ារ៉ូបន្តិចហើយអូខេសម្រាប់ពុកម៉ែបងប្អូនយើងណាដែលមិនបានផ្សងសំណាងនៅលេខត្រង់ដែលមានដាក់ជូនពុកម៉ែបងប្អូនដែលបានផ្សងសំណាងនៅក្នុងខ្ទង់អុសខ្ទង់6និងខ្ទង់30គឺយើងបានចូលគ្រប់ប៉ុស្តិ៍តែម្ដងណាពុកម៉ែបងប្អូនយើងសម្រាប់ម៉ោង6យើងអូខេសម្រាប់ម៉ោង6គឺយើងចូលបានទាំង4គ្រាប់ទាំងលេខចំហើយនិងលេខអុសណាអូខេចឹងសង្ឃឹមថាពុកម៉ែបងប្អូនដែលបានផ្សងសំណាងដែលយកលេខសំណាងរបស់ admin យកទៅផ្សងសំណាងបានត្រូវទាំងអស់គ្នាហេងទាំងអស់គ្នាណាពុកម៉ែបងប្អូនយើងហើយសម្រាប់ពុកម៉ែបងប្អូនដែលបានត្រូវ admin ក៏សូមចូលរួមសោកស្ដាយផងអូខេតោះយើងទៅតាមដាននៅតម្រុយថ្ងៃថ្មីតែម្ដងកុំឲ្យខាត់ពេលយូរចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតាមដានក៏ដូចជាមកក្រោយៗដែលមិនទាន់បានចុច like ក៏ដូចជាចុចជាវក៏សូមចិត្តណាសូមចិត្តពុកម៉ែបងប្អូនជួយចុច like និងចុចជាវឲ្យ admin ម្នាក់មួយដើម្បីជាការលើកទឹកចិត្តក៏ដូចជាការឲ្យកម្លាំងចិត្តនៅលើការឲ្យតម្រុយរបស់ admin ដែរអូខេតោះហើយសម្រាប់តម្រុយពីលេខ admin មាន4គ្រាប់ដដែល admin ឲ្យ42 48 65និង74ណាពុកម៉ែបងប្អូនហើយសម្រាប់3លេខ admin ឲ្យ274គុណជាស្រ័យ274គុណនិង865គុណណាពុកម៉ែបងប្អូនយើងសម្រាប់លេខអុស admin មាន2ខ្ទង់អុសខ្ទង់20និងអុសខ្ទង់7ណាពុកម៉ែបងប្អូនយើងហើយចឹងសម្រាប់តម្រុយនៅថ្ងៃទី30 admin ដាក់ជូនពុកម៉ែបងប្អូនតែប៉ុណ្ណេះយកទៅផ្សងសំណាងសង្ឃឹមថាពុកម៉ែបងប្អូនស្រឡាញ់និងពេញចិត្តយកទៅផ្សងសំណាងទាំងអស់គ្នាបានចូលត្រូវទាំងអស់គ្នាហើយលេខដែលភាគរយខ្ពស់គឺ6548ណាហើយសម្រាប់3លេខគឺ865ហើយសង្ឃឹមពុកម៉ែបងប្អូនយកទៅផ្សងសំណាងណាលេខដែល admin ដាក់ភាគរយខ្ពស់អាចយកទៅផ្សងសំណាងតាម admin ក៏បានដែរណាតាម admin ក៏បានដែរចឹង admin បញ្ជាក់គឺការឲ្យតម្រុយនេះมันមានបានការគិតប្រាក់ពីពុកម៉ែបងប្អូនទេបាទគឺសូមចិត្តដល់ពុកម៉ែបងប្អូនចុច like ក៏ដូចជាចុចជាវឲ្យ channel របស់ admin ម្នាក់មួយក៏ admin អស់ចិត្តដែរអូខេចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់នេះ admin ក៏សូមជូនពរពុកម៉ែបងប្អូនយកលេខទៅផ្សងសំណាងបានត្រូវទាំងអស់គ្នាក៏ជូនពរពុកម៉ែបងប្អូនដែលបានចុច like ក៏ដូចជាចុចជាវរកទទួលទានមានបានតែណាមកណាប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នាហើយការអធិប្បាយរបស់ admin មានការរ៉ារ៉អូឬលើសត្រង់ណាក៏សូមមេត្តាខន្តីអភ័យទោសដល់ admin ផងបាទចឹង admin សូមគោរពលាពុកម៉ែបងប្អូនតែប៉ុណ្ណេះយើងជួបគ្នានៅវីដេអូតម្រុយក្រោយទៀតបាទសូមអរគុណសូមគោរពលា